ច្រកសមុទ្រហូម៉ូគឺជាចំណុចយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយនៅលើពិភពលោកវាត្រូវបានគេប្រហាសន្យាមថាជាសរសៃឈាមបេះដូងនៃធម្មពលសកលដោយសារតែបរិមាណប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវដឹកជញ្ជូនឆ្លងកាត់នៅទីនេះជារៀងរាល់ថ្ងៃខាងក្រោមនេះគឺជាការរៀបរាប់លម្អិតអំពីច្រកហូម៉ូតាមទិដ្ឋភាពសំខាន់ភូមិសាស្ត្រនិងទីតាំងច្រកសមុទ្រហូម៉ូគឺជាផ្លូវទឹកដ៏តូចចង្អៀតមួយដែលតភ្ជាប់ឈូងសមុទ្រប៉ែកទៅកាន់ឈូងសមុទ្រអូម៉ង់និងឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌាព្រំប្រទល់នៅភាគខាងជើងគឺជាប្រទេសអ៊ីរ៉ង់និងនៅភាគខាងត្បូងគឺជាប្រទេសអូម៉ង់ឧបទ្វីបនិងអារ៉ាប់រ៉ូមទំហំច្រកនេះមានប្រវែងប្រហែលជា167គីឡូម៉ែត្រចំណុចដែលតូចចង្អៀតបំផុតរបស់វាមានទទឹងប្រវែងជា33គីឡូម៉ែត្រប៉ុណ្ណោះគន្លងផ្លូវនាវាចរដោយសារតែបទសមុទ្រមានជម្រៅមិនស្មើគ្នាផ្លូវសម្រាប់កប៉ាល់ដឹកប្រេងធំឆ្លងកាត់មានទទឹងត្រឹមតែប្រហែល3គីឡូម៉ែត្រមួយទិសដៅចូលនិងចេញដោយមានតំបន់ទ្រនាប់2គីឡូម៉ែត្រនៅកណ្ដាលដើម្បីបង្ការការបុកគ្នាសារៈសំខាន់ខាងសេដ្ឋកិច្ចពិភពលោកហេតុអ្វីបានជាពិភពលោកទាំងមូលតាមដានរាល់ចលនានៅក្នុងច្រកសមុទ្រនេះចម្លើយគឺប្រេងបរិមាណដឹកជញ្ជូនប្រហែលជា20ទៅ30% នៃប្រេងឆៅសរុបដែលប្រើប្រាស់នៅលើពិភពលោកត្រូវឆ្លងកាត់ច្រកនេះជាមធ្យមមានប្រេងប្រហែលជា21លានបារ៉ែលហូរឆ្លងកាត់ជារៀងរាល់ថ្ងៃឧស្ម័នធម្មជាតិក្រៅពីប្រេងវាគឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ឧស្ម័នធម្មជាតិរាវស្ទើរតែទាំងអស់ពីប្រទេសកាតាដែលជាអ្នកជំនាញ LNG ធំជាងគេបំផុតនៅក្នុងពិភពលោកមួយការពឹងផ្អែករបស់អាស៊ីប្រទេសនៅអាស៊ីដូចជាចិនជប៉ុនកូរ៉េខាងត្បូងនិងឥណ្ឌាគឺជាអ្នកទិញធំជាងគេដែលពឹងផ្អែកខ្លាំងទៅលើធម្មពលដែលឆ្លងកាត់ច្រកនេះបញ្ហាភូមិសាស្ត្រនយោបាយនិងសន្តិសុខច្រកសមុទ្រហូម៉ូគឺជាចំណុចកម្ដៅនៃចំនួនអន្តរជាតិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយជាពិសេសរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកការគ្រប់គ្រងរបស់អ៊ីរ៉ង់ដោយសារតែឆ្នេរសមុទ្រភាគខាងជើងទាំងមូលជារបស់អ៊ីរ៉ង់ប្រទេសនេះមានអំណាចយ៉ាងខ្លាំងនៅក្នុងការត្រួតពិនិត្យឬរំខានដល់ចរាចរណ៍នាវាអ៊ីរ៉ង់ជារឿយៗតែងតែប្រើការគំរាមកំហែងបិទច្រកសមុទ្រហូម៉ូជាឧបសគ្គតតាំងទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចវត្តមានយោធាអន្តរជាតិសហរដ្ឋអាមេរិករក្សានៅកងនាវាទី5នៅប្រទេសបារ៉ែនដើម្បីការពារសន្តិសុខនាវាចរនិងធានាថាផ្លូវនេះនៅតែបើកចំហសម្រាប់ពាណិជ្ជកម្មសេរីសង្គ្រាមនាវាដឹកប្រេងនៅក្នុងទសវត្សរ៍ឆ្នាំ1980អំឡុងសង្គ្រាមអ៊ីរ៉ង់អ៊ីរ៉ាក់ភាគីទាំងពីរបានវាយប្រហារទៅលើនាវាដឹកប្រេងរបស់គ្នាទៅវិញទៅមកនៅក្នុងច្រកនេះដែលបង្កឲ្យមានវិបត្តិធម្មពលសកលឧបសគ្គនិងហានិភ័យការធ្វើនាវាចរក្នុងច្រកហូម៉ូមិនមែនជារឿងងាយស្រួលនោះទេភាពតូចចង្អៀតការកកស្ទះអាចនឹងមានការកើនឡើងហើយកប៉ាល់ធំៗពិបាកនៅក្នុងការបត់បែននៅក្នុងករណីមានគ្រោះថ្នាក់អាសន្នគ្រប់មានសមុទ្រមានការភ័យខ្លាចជានិច្ចចំពោះការដាក់មីននៅក្នុងទឹកដែលអាចបំផ្លាញនាវាដឹកប្រេងនិងធ្វើឲ្យការដឹកជញ្ជូនត្រូវគាំងទាំងស្រុងការប៉ះទង្គិចគ្នាដោយចៃដន្យដោយសារតែនាវាផ្លូវទឹកដែលមមាញឹកបំផុតមួយការយល់ច្រឡំផ្នែកយោធាឬគ្រោះថ្នាក់នៃចៃដន្យអាចឈានទៅរកសង្គ្រាមទ្រង់ទ្រាយធំបានផ្លូវជម្រៅដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើច្រកហូម៉ូប្រទេសមួយចំនួនព្យាយាមសាងសង់បំពង់មហូបប្រេងដូចជាអារ៉ាប៊ីសាអូឌីតមានបំពង់មហូបប្រេងកាត់ប្រទេសទៅកាន់សមុទ្រក្រហមអារ៉ាប់រូមមានបំពង់មហូបប្រេងពីវាលប្រេងហាហ្វសាន់ទៅកាន់កំពង់ផែហ្វូចារ៉ាដែលស្ថិតនៅច្រកក្រៅហូម៉ូសទោះបីជាយ៉ាងណាក៏ដោយបំពង់ទាំងអស់នេះមិនអាចជំនួយបរិមាណដ៏មហិមាដែលដឹកតាមកប៉ាល់ដោយបានទាំងស្រុងនោះទេសរុបមកច្រកហូម៉ូមិនមែនគ្រាន់តែជាផ្លូវទឹកធម្មតានោះទេក៏ប៉ុន្តែវាគឺជាចំណុចស្លាប់រស់នៃសេដ្ឋកិច្ចពិភពលោកប្រសិនបើច្រកនេះត្រូវបានបិទទោះបីជាក្នុងរយៈពេលខ្លីក៏ដោយវានឹងធ្វើឲ្យតម្លៃប្រេងហក់ឡើងកប់ពពកនិងបង្កជាវិបត្តិសេដ្ឋកិច្ចសកលដូច្នេះការរក្សានូវស្ថិរភាពនិងសន្តិភាពនៅក្នុងតំបន់នោះគឺជាអាទិភាពខ្ពស់បំផុតសម្រាប់មហាអំណាចទាំងអស់នៅលើពិភពលោក